ស្ត្រីរូបនេះភ្ញាក់ផ្អើលពេលឃើញផ្ទះវីឡារបស់គ្រួសារនាងកាន់កាប់ក្នុងពិធីខួបកំណើតលោកស្រីបានព្រមានពួកគេថាការរំលោភលើកម្មសិទ្ធិឯកជនគឺខុសច្បាប់ទោះជាយ៉ាងនេះក្តីជនក្លែងបន្លំរូបនេះមិនខ្លាចជាញើតបន្តិចឡើយហើយបានរួមដៃជាមួយឪពុកម្ដាយរបស់មិត្តរួមថ្នាក់ផ្សេងទៀតដើម្បីធ្វើបាបស្ត្រីនោះដោយពាក្យសម្ដីពួកគេបានចោទប្រកាន់នាងថាមិនត្រឹមតែបានលួចរថយន្តទំនើបរបស់ CEO ប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្រអឺតក្រទុំធ្វើពុតជាស្រីកំណានរបស់វីឡាទៀតផងពួកគេបាននិយាយថាទោះនាងស្លៀកសម្លៀកបំពាក់ថ្លៃក៏នាងមិនដូចជាសមាជិកក្នុងសង្គមខ្ពស់ដែរដូច្នេះហើយបានជាគេបញ្ជានាងចេញភ្លាមពេលនោះកូនប្រុសក្លែងបន្លំបានស្ដីបន្ទោសកូនស្រីថាជាអ្នកកុហកដូច្នេះហើយនាងត្រូវបានគេចាត់ទុកថាមិនស័ក្តិសមក្នុងការចូលរួមក្នុងកម្មវិធីខួបកំណើតរបស់គាត់ការមើលពិធីជប់លៀងខណៈដែលមិត្តរួមថ្នាក់ទាំងអស់ចំអកឲ្យកូនស្រីរបស់នាងស្ត្រីរូបនោះបានដឹងថាមកពីគេតែងតែធ្វើបាបកូនស្រីនៅសាលាជាញឹកញាប់ទើបស្ត្រីនោះដកចិញ្ចៀនពេជ្រចេញពីដៃនាងបានផ្ដល់មេរៀនដល់ក្មេងប្រុសតូចដែលកំពុងដឹកនាំការសម្លុតកូនស្រីរបស់នាងឪពុកម្ដាយម្នាក់ទ្រាំមិនបានក៏បោះជំហានទៅមុខហើយរិះគន់ស្ត្រីនោះនាងបានបញ្ជាក់ថាកូនស្រីរបស់នាងត្រូវបានគេធ្វើបាបដោយសារទង្វើមិនល្អរបស់នាងពេលរីដូច្នេះស្ត្រីនោះបានទះកំភ្លៀងឪពុកម្ដាយនោះ2 ដងនៅពេលនោះឪពុកម្ដាយម្នាក់ទៀតបានចោទប្រកាន់ស្ត្រីរងគ្រោះថាបានវាយមនុស្សនៅក្នុងវីឡារបស់អ្នកផ្សេងនាងបានជំរុញឲ្យជនក្លែងបន្លំបញ្ជាសន្តិសុខឲ្យបណ្ដេញស្ត្រីនោះចេញឲ្យលឿនស្ត្រីរូបនេះពីដំបូងគ្រងឲ្យសន្តិសុខពិនិត្យវាពិតប្រាកដទោះបីជាយ៉ាងណាក៏ដោយពេលនាងងាកទៅរកឃើញថាបុគ្គលិកសន្តិសុខត្រូវបានដោះដូរចេញឯកសណ្ឋានសន្តិសុខដើមត្រូវបានរចនាដោយបុគ្គលិកបរទេសដែលនាងបានជួលនាងបានសន្និដ្ឋានថាសន្តិសុខទាំងនេះត្រូវបានជួលពីខាងក្រៅដោយអ្នកក្លែងបន្លំប៉ុន្តែឪពុកម្ដាយផ្សេងទៀតទាំងអស់ជឿថាអ្នកក្លែងបន្លំជាស្ត្រីមេផ្ទះវីឡាពួកគេទាំងអស់គ្នាបានចោទស្ត្រីរូបនេះពីបទបរិហាកេរ្តិ៍ភរិយានិយោគប្រតិបត្តិដើម្បីបន្តអំពើចោរកម្មជនក្លែងបន្លំបានបញ្ជាឲ្យសន្តិសុខវាយស្ត្រីរងគ្រោះស្ត្រីនោះបានស្រែកឲ្យពួកគេឈប់ភ្លាមនាងបានបញ្ជាក់ថាវីឡានេះជាធម្មតាគ្រប់គ្រងដោយបងស្រីរបស់ CEO ដូច្នេះហើយទើបនាងសម្រេចចិត្តទូរស័ព្ទទៅប្អូនស្រីទុកឲ្យប្អូនស្រីនោះបញ្ជាក់ថាអ្នកណាជាប្រពន្ធ CEO ពិតប្រាកដពេលរកឃើញថានាងមិនអាចតាក់ទងប្អូនស្រីតាមទូរស័ព្ទបានឪពុកម្ដាយផ្សេងទៀតបានចំអកឲ្យស្ត្រីនោះម្ដងទៀតដោយចោទប្រកាន់នាងពីបទប្រព្រឹត្តដោយចេតនាពួកគេបានអះអាងថាស្ត្រីនោះមិនមានសូម្បីតែលេខទូរស័ព្ទរបស់ប្អូនស្រីរបស់ CEO ផងដែលនៅពេលនោះអ្នកក្លែងបន្លំបាននិយាយថាប្អូនស្រីរបស់ CEO នឹងមិនលើកទូរស័ព្ទពីមនុស្សចម្លែកឡើយបន្ទាប់មកនាងបានចុចលេខពេលលើប្អូនស្រីរបស់ CEO ហៅបងស្រីក្មេករបស់អ្នកក្លែងបន្លំនិងជូនពរកូនប្រុសរបស់អ្នកក្លែងបន្លំក្នុងថ្ងៃខួបកំណើតស្ត្រីនោះមិនយល់ពីរបៀបដែលបងស្រីអាចស្គាល់អ្នកក្លែងបន្លំនោះទេតាមពិតទៅគឺដោយសារប្តីរបស់អ្នកក្លែងបន្លំជាអ្នកបើកបររបស់ CEO ជាធម្មតាបងស្រី CEO ស្ថិតក្នុងលក្ខខណ្ឌល្អលក្ខខណ្ឌជាមួយអ្នកបើកបរអីចឹងហើយបានជានាងលើកទូរស័ព្ទទៅថ្វាយពរដោយឃើញគេចោទម្ដាយថាជាអ្នកបោកប្រាស់កូនស្រីបានប្រាប់គ្រប់គ្នាថាបងស្រីរបស់នាយកប្រតិបត្តិគឺពិតជាមីងរបស់នាងមែនប៉ុន្តែគ្មាននរណាម្នាក់ដែលមានវត្តមាននាងជឿនោះទេស្ត្រីរូបនោះគិតថាប្អូនស្រីរបស់នាងជាប់រវល់ទើបមិនលើកទូរស័ព្ទទើបនាងសម្រេចចិត្តហៅទូរស័ព្ទម្ដងទៀតភ្លាមនោះជនក្លែងបន្លំបានឆក់យកទូរស័ព្ទរបស់ស្ត្រីរងគ្រោះហើយវាយកំទេចចោលពេលនោះនាងក៏ចាប់កាន់ដំបងត្រៀមបង្រៀនស្ត្រីជាមេរៀនហើយនាងបានចាប់ប្រកាន់កូនស្រីរបស់ស្ត្រីនោះថាលួចនៅសាលាស្ត្រីនោះខឹងក៏ទាញដំបងទៅបាត់នាងបានគំរាមសន្តិសុខដែលនៅក្បែរនោះមិនឲ្យនៅខាងក្រោយឪពុកម្ដាយផ្សេងទៀតព្យាយាមផ្គប់ចិត្តអ្នកក្លែងបន្លំទាំងអស់បានចោទកូនស្រីរបស់ស្ត្រីនោះថាលួចហើយបានអះអាងថាពេលនាយកប្រតិបត្តិមកដល់គាត់មិនឲ្យពួកគេចេញទេស្ត្រីនោះមិនមានការព្រួយបារម្ភអ្វីទាំងអស់នាងបានទាមទារជាសាធារណៈឲ្យពួកគេឲ្យនាយកប្រតិបត្តិអ្នកក្លែងបន្លំដោយភ័យខ្លាចថាការក្លែងបន្លំរបស់នាងជាភរិយានាយកប្រតិបត្តិត្រូវបានលាតត្រដាងភ្លាមទៅកាន់គ្រូដែលនៅក្បែរនោះហើយគ្រូដោយទទួលយកអំណោយពីអ្នកក្លែងបន្លំមិនហ៊ានមិនស្ដាប់បង្គាប់ទេដូច្នេះហើយគ្រូបាននិយាយក្លែងបន្លំថាកូនស្រីរបស់ស្ត្រីនោះពិតជាបានលួចរបស់នៅសាលាមែនហើយក៏ព្រមានកូនស្រីឲ្យសារភាពឲ្យឆាប់កូនស្រីព្យាយាមពន្យល់ប៉ុន្តែគ្រូមិន